ភាពក្លាហានក្នុងការដើរចេញពីតំបន់សុខស្រួលតើអ្នកធ្លាប់មានអារម្មណ៍ថាជីវិតរបស់អ្នកកំពុងតែវិលវល់នៅកន្លែងដដែលទោះបីជាអ្នកខំប្រឹងយ៉ាងណាក៏ដោយមែនទេជារៀងរាល់ថ្ងៃអ្នកភ្ញាក់ពីគេងធ្វើការដដែលជួបមនុស្សដដែលនិងត្រឡប់មកសម្រាកវិញតាមទម្លាប់ដដែលវាមានភាពកក់ក្ដៅវាមានសុវត្ថិភាពហើយវាគឺជាអ្វីដែលយើងហៅថាតំបន់សុខស្រួលតំបន់សុខស្រួលគឺដូចជាគ្រែដ៏ទន់ល្មើយមួយនៅពេលព្រឹកព្រលឹមដែលធ្វើឲ្យយើងមិនចង់ក្រោកចេញទៅណាវាជាកន្លែងដែលគ្មានការប្រថុយប្រថានគ្មានការឈឺចាប់និងគ្មានភាពអាម៉ាស់ប៉ុន្តែមានរឿងមួយដែលអ្នកត្រូវដឹងគឺគ្មានអ្វីដែលអស្ចារ្យអាចរីកលូតលាស់នៅក្នុងតំបន់នោះបានឡើយសុវត្ថិភាពហួសហេតុគឺជាសត្រូវដ៏ធំបំផុតនៃភាពជោគជ័យមនុស្សភាគច្រើនជ្រើសរើសការមិនផ្លាស់ប្ដូរមិនមែនមកពីពួកគេមិនចង់បានជីវិតដែលល្អជាងនេះទេប៉ុន្តែមកពីពួកគេខ្លាចការរិះគន់ខ្លាចភាពមិនច្បាស់លាស់និងខ្លាចបំផុតគឺការបរាជ័យយើងសុខចិត្តនៅទ្រាំជាមួយការងារដែលយើងមិនស្រឡាញ់ឬជីវិតដែលគ្មានន័យគ្រាន់តែព្រោះតែយើងខ្លាចការចាប់ផ្ដើមថ្មីប៉ុន្តែសាកគិតមើលចុះបើអ្នកចង់រស់នៅក្នុងទ្រុងមាសដែលចង្អៀតណែនឬចង់ហោះហើរលើមេឃដ៏ធំល្វឹងល្វើយទោះបីជាត្រូវប្រឈមមុខនឹងខ្យល់ព្យុះខ្លះក៏ដោយភាពក្លាហានមិនមែនមានន័យថាអ្នកមិនចេះខ្លាចនោះទេប៉ុន្តែវាគឺជាការបោះជំហានទៅមុខទាំងដែលបេះដូងរបស់អ្នកកំពុងតែញាប់ញ័រការដើរចេញពីតំបន់សុខស្រួលមិនចាំបាច់ទាមទារឲ្យអ្នកធ្វើរឿងធំដុំភ្លាមនោះទេវាចាប់ផ្ដើមពីការធ្វើរឿងតូចដែលអ្នកធ្លាប់តែខ្លាចចាប់ផ្ដើមរៀនជំនាញថ្មីដែលអ្នកធ្លាប់គិតថាពិបាកចាប់ផ្ដើមនិយាយនៅចំពោះមុខមនុស្សច្រើនឬចាប់ផ្ដើមអនុវត្តគម្រោងដែលអ្នកធ្លាប់តែពន្យាពេលរាល់ពេលដែលអ្នកធ្វើអ្វីមួយដែលថ្មីអ្នកកំពុងតែពង្រីកព្រំដែននៃសមត្ថភាពរបស់អ្នកនៅពេលអ្នកសម្រេចចិត្តដើរចេញអ្នកនឹងជួបការលំបាកអ្នកនឹងមានអារម្មណ៍ថាឯកោហើយពេលខ្លះអ្នកនឹងចង់បោះបង់ដើម្បីត្រឡប់ទៅរកភាពសុខស្រួលវិញប៉ុន្តែសូមចាំថាស្នាមរបួសនិងការហត់នឿយនៅខាងក្រៅតំបន់សុខស្រួលគឺជាគ្រឿងលម្អនៃជ័យជំនះវាគឺជាមេរៀនដែលសាលារៀនមិនអាចបង្រៀនអ្នកបានកុំឲ្យភាពសុខស្រួលបណ្ដោះអាសន្នបំផ្លាញសក្តានុពលដ៏អស្ចារ្យដែលលាក់ទុកក្នុងខ្លួនរបស់អ្នកពិភពលោកខាងក្រៅមានឱកាសរាប់ពាន់ដែលកំពុងរងចាំអ្នកប៉ុន្តែអ្នកអាចមើលឃើញវាបានលុះត្រាតែអ្នកហ៊ានដើរចេញពីទ្វារដែលអ្នកកំពុងតែបិទជិតថ្ងៃនេះសួរខ្លួនឯងថាតើអ្វីទៅជារឿងដែលអ្នកចង់ធ្វើបំផុតប៉ុន្តែមិនទាន់ហ៊ានធ្វើនោះហើយគឺជាទិសដៅដែលអ្នកត្រូវទៅចូលឈប់រងចាំពេលដែលសមស្របព្រោះវានឹងមិនមកដល់ឡើយបើអ្នកមិនបង្កើតវាដោយខ្លួនឯងចូលចាំថាជីវិតចាប់ផ្ដើមនៅពេលដែលតំបន់សុខស្រួលរបស់អ្នកត្រូវបានបញ្ចប់ហ៊ានផ្លាស់ប្ដូរហ៊ានប្រឈមមុខហើយហ៊ានធ្វើជាមនុស្សដែលអ្នកតែងតែស្រមៃចង់ក្លាយជាភាពអស្ចារ្យកំពុងរងចាំអ្នកនៅត្រើយម្ខាងទៀតនៃភាពភ័យខ្លាច